มันមានអ្វីទេមិនថាក្រឬមានបុគ្គលគ្រប់រូបនៅក្នុងโลกនេះគឺសុទ្ធតែមានបញ្ហាជីវិតរបស់ពួកគេរៀងខ្លួនបុគ្គលខ្លះមានបញ្ហាច្រើនហួសពីការស្មានទៅទៀតមនីសាវកទាំងឡាយត្រូវចងចាំគោរពអាវត្តរបស់កណាដែលបានផ្ដាច់ផ្ដាំចាប់តាំងពីថ្ងៃនេះតទៅត្រូវធ្វើការអនុវត្តនិងប្រតិបត្តិតាមដល់ការគោរពផ្សព្វផ្សាយអំពើល្អដល់អ្នកដទៃបន្ទាប់មកអ្នកទាំងឡាយបានប្រព្រឹត្តពិតប្រាកដនោះនឹងនាំឲ្យមានភាពរីកចម្រើនកណាដល់ពេលទៅកាន់បរមសុខរបស់កណាហើយដែលមានសច្ចៈទាំង3នឹងទៅដល់អ្នករាល់គ្នាក្មេងឬចាស់អ្នកទាំងអស់គ្នាមានឱកាសប្រឹងប្រែងនៅក្នុងការអនុវត្តឲ្យបានល្អមិនត្រូវជឿទៅលើអ្នកណាម្នាក់ដែលងាយស្រួលនោះទេទោះជាកណាបានត្រាស់ដឹងទេសនាក៏ដោយចុះត្រូវតែពិចារណាឲ្យបានច្បាស់មិនត្រូវធ្វើអ្វីមួយដែលជាមូលហេតុនាំឲ្យចិត្តរបស់យើងយល់ព្រមជាមួយនោះទេមនីសាវកទាំងឡាយត្រូវតែពិចារណាសាសនាគឺមិនអចិន្ត្រៃយ៍ទេអ្វីត្រូវតែមានការបញ្ចប់នៅថ្ងៃណាមួយជាមិនខានដឹកនាំជីវិតរបស់អ្នកឲ្យទៅកាន់សេចក្តីស្ងប់បន្ទាប់ពីព្រះសង្ឃទាំង3ព្រះអង្គកណានឹងយាងចូលព្រះមហាបរិនិព្វានហើយអានេះរត់មិនថាយើងនៅកន្លែងណាទេយើងនៅតែលើសម្ដីប្រមាថប្រឆាំងជាមួយនឹងព្រះពុទ្ធគឺជាត្រៃនៃសេចក្តីស្ងប់បុគ្គលដែលបានព្យាយាមប្រឆាំងជាមួយនឹងព្រះអង្គត្រូវទទួលបរាជ័យនៅពេលក្រោយលោកទ្រង់ជ្រាបទេចម្លើយរបស់ព្រះពុទ្ធគឺព្រះអង្គចង់ប្រទានអាវត្តដល់ប្រមាញ់នគរវេសលី